ភាពបងសំណាញ់ហើយហៅថា fishing net traditional fishing net តែទឹកនេះមិនដឹងថាមានត្រីអត់ទេឃើញពួកគាត់អង្គគ្នាមកបងសំណាញ់ទឹកច្រើនឡើងមកទឹកនេះមើលទៅដូចជាវាមិនតំណងថាមានត្រីណាស្ងាត់ជ្រាបគាត់ចាប់ផ្ដើមចាប់ស្នាញ់ហើយនេះជាវិធីចាប់ស្នាញ់នេះមានក្បួនខុសៗគ្នាអ្នកខ្លះក៏គេចាប់បែបផ្សេងទៅអ្នកខ្លះក៏ចាប់បែបគាត់ចឹងណាគាត់ថាជាបងទឹកមុខហ្នឹងហើយទៅអង្គុយចាំមើលមាត់ត្រីដាក់ឲ្យអានេះយើងត្រូវចាំវាឲ្យវាលិចជើងដូចជាស្ងាត់ជ្រាបចោះចាប់